ngày nay chị H4 từ khát có công nhằm cà phê Starbucks và là nghe chỉ môi nhom đặc áo này. Sầm phật ní dương mà chung khi nơi tì tăng showroom Mitsubishi Camry hay sầm nhóm phật ní mau chỉ mùi nâng Evan Marvel. Đôi mong khơi xe với sầm chương ní dương thôi chỉ mùi nâng rถយន្ត Mitsubishi X-Force ហើយក្លុបខាងក្រោយរបស់គេគឺធំទលាយមែនតើបើនិយាយពីកតាវិញខាងក្រោយ4 5មកថែមវ៉ាលី2ទៀតគឺត្រូវមែនតើសម្រាប់បងប្អូនដែលចូលចិត្តដើរលេងណាបានទៅយកមិនដល់ហេលុំទៅអូខេអានេះយើងប្រើអូតូហូលណាលែងនេះអរគុណបងតោះចេញដំណើរទៅកោះកុងលើកទី1ហើយមើលមេឃអូខេបងប្អូនអញ្ចឹងឥឡូវនេះយើងធ្វើដំណើរជាមួយនឹង X-Force បាទយើងចេញដំណើរពីភ្នំពេញហើយឆ្ពោះទៅខេត្តកោះកុងហើយឥឡូវនេះម៉ោង10-20 នាទីជាងឯងចាំមើលតាមណានខ្ញុំបងប្អូនគ្នាថាយើងប្រើរយៈពេលប្រហែលដើម្បីទៅដល់ខេត្តកោះកុងតោះ let's go អានេះយើងកំពុងតែប្រើមុខងារមួយយើងហៅថា cruise control ករណីយើងបើកបរលើផ្លូវលឿនលឿនចេះយើងចង់សម្រាកជើងខ្លះករណីយើងបើកឡានយូរ set cruise control មកបាច់មកដកជើងចេញពីហ្គែនេះទប់តដៃចកោតែនឹងទៅបាទឆ្ងាញ់អូខេតោះសួស្តីបងប្អូនឥឡូវនេះយើងមកដល់ចំណតទី1ហើយចុះទៅដាក់កាហ្វេតិចសិនហើយបានយើងបន្តដំណើរទៅទៀតព្រោះយើងញ័រដៃដែរម៉ោង10ជាងហ្នឹងបាទអូខេតោះឥឡូវយើងបាយហើយចាំចេញដំណើរឆ្ពោះទៅខេត្តកោះកុងតទៀតទៅឡានយើងចេញដំណើរទៅទាំងអស់គ្នាជាមួយនឹងកាហ្វេមួយកែវចូលដល់តាំងទី2យើងដូរទៅកុងដៃថ្មីបាទកុងដៃថ្មីចេះជើងចាស់តាមឡានក្រោយនេះសំខាន់វារេវាចង់ថាចកោតយើងទៅណាវារេតាមនឹងដែររេតាមចកោតណារេតាមចកោតទៅពេលចឹងស្រួលចកងរេតាមចកោតរេដាក់តែចកោតយើងមកវារេអត់$10ទុកអីគីឡូ$10ក្នុងលុយជាតិអូខេឥឡូវនេះយើងមកដល់ផ្លូវ8ចេញពីផ្លូវលបឿនលឿនតាមច្រកកំពង់សិលាហើយបន្តដំណើរឆ្ពោះរហូតតាមផ្លូវជាតិលេខ48សម្រាប់កណាត់ផ្លូវលេខ48ដែលឆ្ពោះទៅខេត្តកោះកុងនេះឥឡូវគឺគេបានធ្វើឲ្យរួចរាល់ 100% គឺស្អាតមែនទែនធ្វើទៅបើតែយើងកាច់កោងខ្លាំងតិចតែអត់ជាបញ្ហាដោយសារតែយើងមកជើងនេះជាមួយនឹងរថយន្ត Mitsubishi X-Force ដែលយើងអាចភ្ជាប់ជាមួយនឹង Apple CarPlay ដើម្បីមើលពីនឹងទៀតយើងមាន option ជាមួយនឹង function ច្រើនទៀតដែលជួយ support យើងក្នុងការធ្វើដំណើរបន្ទាប់ពីធ្វើដំណើរអស់រយៈពេលយូរម៉ោងដែរហើយអញ្ចឹងឥឡូវនេះយើងធ្វើការឈប់ឡានដាក់មកប៉ុស្តិ៍ពីប៉ុស្តិ៍រួចបន្តដំណើរទៅមុខទៀតទីបំផុតយើងមកដល់ទីរួមខេត្តកោះកុងហើយឥឡូវនេះយើងមកដល់ខេត្តកោះកុងម៉ោង3ហើយតោះតាមណាមកខ្ញុំអរគ្នាខ្ញុំនាំទៅហាងកាហ្វេ Starbucks មកដល់រងមូលគោលស្ពានកោះកុងហើយគោលដៅយើងគឺអត់ឆ្លងស្ពានកោះកុងទេបាទយើងធ្វើការបត់មកខាងឆ្វេងនេះអញ្ចឹងនៅពេលដែលបត់ឆ្វេងដៃនេះមកយើងនឹងឃើញបាទ Starbucks ដែលយើងទៅបើកថ្មីកម្រងជិះពីពេញមកហ្នឹងគោលដៅយើងគឺមកកាហ្វេ Starbucks ហ្នឹងហើយបងប្អូនតោះឥឡូវទៅជាមួយខ្ញុំទាំងអស់គ្នាអូខេយើងងាកឆ្វេងតិចមកនេះខាងមុខនេះគឺ Starbucks ហីបងអូខេសួស្តីបងប្អូនទាំងអស់គ្នាឥឡូវនេះយើងមកដល់ Starbucks ខេត្តកោះកុងហើយតោះចូលទាំងអស់គ្នាសួស្តី
អូខេរឿងដែលយើងត្រូវធ្វើមុនគេពេលម្ដងហ្នឹងគឺចូលទៅកំងកាហ្វេហ្នឹងហើយហើយបើនិយាយពី decor ខាងក្នុងរបស់គេវិញគឺស្អាតមែនទែនខាងក្នុងស្អាតប៉ុណ្្នឹងហើយតោះមកមើល view ខាងក្រៅជាមួយខ្ញុំទាំងអស់គ្នាបើនិយាយពី view ខាងក្រៅវិញគឺ fresh មែនទែនហើយជាកន្លែងដែលមើលថ្ងៃលិចស្អាតមួយដែរនៅក្នុងខេត្តកោះកុងនេះតែស្ដាយមែនទែនថ្ងៃដែលពួកខ្ញុំទៅនេះគឺថ្ងៃអត់ព្រមលិចសោះប្រហែលជាចាញ់ចម្រោះអ្នកកោះកុងហ្នឹងមើលទៅព្រោះដោយសារតែបងប្អូននឹងស្រាប់ហើយសម្រាប់ក្នុងខែនេះគឺជាចុងខែវស្សាអញ្ចឹងបើនិយាយពីភ្លៀងវិញគឺសឹងតែរងថ្ងៃតែសម្រាប់ខ្ញុំអត់អីទេ view នៅតែស្អាតអមមកជាមួយនឹងស្ពានខេត្តកោះកុងដែលវែងជាប់លំដាប់ថ្នាក់លេខ2នៅប្រទេសកម្ពុជាហើយអមមកជាមួយនឹងជើងភ្នំបាទស្អាតមែនទែនអូខេបន្ទាប់ពីយើងធ្វើដំណើរហោះដល់ជាច្រើនម៉ោងឥឡូវបានកាហ្វេមួយកែវវិញយើងអង្គុយឈៀនិយាយគ្នាលេងទីទួជាមួយនឹងថតរូបពីបេប៉ុសជាមួយនឹងរថយន្ត Mitsubishi X4 របស់យើងហ្នឹងពួកកុំឲ្យខាតងាយណាបានយកឡានមកខាងក្រៅចេះថតទាំងរូបភាពទាំងប្លុកជូនបងប្អូនមើលតែអត់និយាយលេងទេណាបងប្អូនសម្រាប់ Mitsubishi X4 ដាក់ជាមួយខ្ញុំនេះគឺសមគ្នាហ្មងអត់ជឿមើលអូខេខាងខាងទេសភាពនេះគឺស្អាតមែនទែនអញ្ចឹងសម្រាប់បងប្អូនដែលបានមកដល់កោះកុងកុំភ្លេចចូលលេងផងបាទកាហ្វេក៏ឆ្ងាញ់កន្លែងក៏ស្រួលផងហើយផ្លូវឥឡូវនេះក៏ស្អាតទៀត Drive your ambition, Mitsubishi Motors.